បាទការផលិតត្រីកូឌីម៉ានេះផងដែរគឺយើងត្រូវការវត្ថុធាតុដើមនោះគឺអង្ករឬក៏បាយយើងតែម្ដងបាទនេះគឺខ្ញុំដាក់តែ2កូនចានចង្កឹះទេហើយខ្ញុំធ្វើការលាងវាខ្ទង់ប្រហែលជា3ទឹកបាទមិនមែនប្រហែលទេគឺ3ទឹកតែម្ដងដើម្បីឲ្យវាคล้ายទៅជាបាយដ៏ស្រស់ស្អាតហើយទឹកនេះគឺយើងប្រើទឹកស្អាតណាបងប្អូនទឹកដែលយើងអាចប្រើប្រាស់ជាប្រចាំថ្ងៃបាទយើងលាងវា3ទឹកបន្ទាប់មកយើងដាក់ទឹកវាសមល្មមហើយខ្ញុំអត់មានអត្រានៃការវាស់ទេគឺខ្ញុំប្រើបាតដៃខ្ញុំវាស់នេះជាក់ស្ដែងណាបងប្អូនអាចមើលវីដេអូនោះទៅយល់ហើយបាទខ្ញុំប្រើបាតដៃខ្ញុំវាស់មកលេខបាតដៃខ្ញុំសមល្មមទៅបន្ទាប់មកខ្ញុំយកទៅដាក់ដាំបាយតាមធម្មតាហើយការដាក់ដាំបាយនេះគឺខ្ញុំបានដាំបាយឆ្នាំងភ្លើងបាទពូកខ្ជិលដោតភ្លើងតែម្ដងទៅគឺឆាប់មានភាពងាយស្រួលហើយដល់ពេលដាក់ដាំហើយកុំភ្លេចកាច់ផងណាតើអត់កាច់អត់ឆ្អិនទេបាទកុំភ្លេចឲ្យសោះបាទបន្ទាប់ពីយើងដាំបាយនេះហើយនេះគឺយើងកុំដាំបាយឲ្យវាឆ្អិនពេកបាទឲ្យវាឆ្អិនប្រហែលជា80ទៅ90%បានហើយនេះដូចជាក់ស្ដែងដែលខ្ញុំកំពុងតែបង្ហាញអញ្ចឹងបន្តមកទៀតយើងបើកក្របវាជ្រោយវាទៅបាទជ្រោយវាឲ្យវាស្រស់ទឹកល្អជ្រោយឲ្យវាស្រស់ទឹកហើយយើងដាក់វាឲ្យត្រជាក់បាទដាក់វាឲ្យត្រជាក់មកយើងអាចហូបបានណាបាទតែកុំហូបបាយនេះព្រោះឆ្អិនតែ80ទៅ90%ទេអញ្ចឹងយើងហូបទៅអាចធ្វើឲ្យយើងហើមពោះផោមចែកគ្នាហិតពេញតែនឹងឯងបាទបន្ទាប់មកទៀតគឺយើងដាក់ឲ្យវាស្ងួតហើយយើងយកវាមកច្រកថង់ហើយថង់នេះគឺខ្ញុំយកថង់អត់ដៃđểបងប្អូនឃើញអញ្ចឹងគឺຂະຫນាតវា1គីឡូតែខ្ញុំអត់បានដាក់ពេញទេខ្ញុំដាក់ប្រហែលជា40ទៅ50%នៃថង់ទេបាទខ្ញុំដាក់តែប៉ុណ្្នឹងឯងដើម្បីយើងមានភាពងាយស្រួលនៅក្នុងការច្របល់វាបាទហើយវីដេអូខ្ញុំធ្វើខ្លីៗទេពុកម៉ែបងប្អូនអាចមើលយល់បានណាអាចមើលងាយក្នុងការយល់ហើយងាយស្រួលធ្វើទេបាទបន្ទាប់មកទៀតគឺយើងច្រកមកខ្ញុំច្រកបានបាយមួយឆ្នាំងនឹងច្រកបានទៅ6ថង់ទេបាទដោយសារខ្ញុំធ្វើតិចខ្ញុំអត់ធ្វើច្រើនទេខ្ញុំធ្វើតិចល្មមសម្រាប់ចូលតបាញ់ប្រើប្រាស់ខ្លួនឯងបាទហើយវាធម្មជាតិបាទបន្តមកទៀតយើងយកម្សៅត្រីកូឌីម៉ាឬក៏ម្សៅជីវសាស្ត្រហ្នឹងយកមកហើយបន្តមកទៀតយើងយកស្លាបព្រាកាហ្វេបាទនេះគឺស្លាបព្រាកាហ្វេរៀងធំបន្តិចណាព្រាកាហ្វេមិនមែនព្រាបាយបន្ទាប់មកយើងយកម្សៅត្រីកូឌីម៉ាហ្នឹងដុសពីស្លាបព្រាកាហ្វេហ្នឹងដាក់ចូលនៅក្នុងថង់ហ្នឹងទៅបាទដាក់ចូលទៅក្នុងថង់ដែលយើងបានច្រកបាយណាតមកទៀតយើងចងមាត់វាជិតបាទចងមាត់វាជិតកុំឲ្យមានសត្វល្អិតអីផ្សេងចូលបាទកុំឲ្យមានសត្វល្អិតចូលអញ្ចឹងបន្តមកទៀតគឺខ្ញុំច្បល់វាខ្ញុំអញ្ចឹងហើយបានជាខ្ញុំអត់ដាក់ពេញណាខ្ញុំដាក់តែ40ទៅ50%នៃថង់អញ្ចឹងទៅងាយស្រួលខ្ញុំច្បល់ឲ្យអាបាយហ្នឹងវាលាយជាមួយនឹងម្សៅជីវសាស្ត្រឬក៏ត្រីកូឌីម៉ាហ្នឹងឲ្យវាច្បល់ចូលគ្នាទៅវាលឿនកាលណាតែយើងដាក់ច្បល់វាបែបនេះគឺវាលឿនបន្តមកទៀតគឺយើងយកមកជុលបាទយើងយកមកជុលមកចាក់វាដើម្បីឲ្យវាមានអុកស៊ីហ្សែនចេញចូលពីព្រោះម្សៅជីវសាស្ត្រឬក៏ត្រីកូឌីម៉ាហ្នឹងគឺជាប្រភេទម្សៅដែលមានជីវិតបាទគេហៅថាផ្សិតមានជីវិតណាចឹងហើយយើងត្រូវចាក់ឲ្យវាមានអុកស៊ីហ្សែនហើយការចាក់នោះទៀតសោះបងប្អូនចាក់ដូចខ្ញុំចឹងមកណាចាក់វាទាំងសងខាងចឹងមកបាទ20ប្រឡោះ20មកជុលអីចឹងទៅប្រហែលណាមិនបាច់ចាក់រាប់ទេខ្ញុំចាក់ក៏មិនបានរាប់ដែរបាទចាក់ឲ្យវាមានប្រហោងចឹងទៅឲ្យវាមានអុកស៊ីហ្សែនចេញចូលបាទហើយយើងចាក់តូចចឹងកុំឲ្យមានសត្វល្អិតអីផ្សេងចូលបាទបន្ទាប់មកទៀតយើងយកកេះស្នោឬក៏កេះអីទៅបាទហើយការដាក់នេះទៀតសោតគឺយើងដាក់នៅសីតុណ្ហភាពចន្លោះពី25ទៅ30ហើយដាក់ដែលគ្មានសត្វស្រមោចសត្វល្អិតអីផ្សេងចូលទៅបំផ្លាញកាលណាតាស្រមោចអីទៅវាចូលទៅខាំម្សៅជីវសាស្ត្រយើងដែលគេហៅថាផ្សិតមានប្រយោជន៍របស់យើងហ្នឹងគឺស្រមោចចូលទៅវាខាំវាស៊ីទៅងាប់ទៅបាយរបស់យើងអត់ទៅជាម្សៅទេគឺវាងាប់បាទវាងាប់ទៅគឺបាយរបស់យើងខ្មៅផ្អូមអញ្ចឹងទៅបាទបន្តមកទៀតគឺយើងបិទវាឲ្យជិតទៅបាទបិទវាឲ្យជិតកុំឲ្យមានស្រមោចមានកលាតមានអីចូលបាទសម្រាប់វិធីធ្វើគឺយើងមានតែប៉ុណ្ណេះឯងអញ្ចឹងយើងចាំអ៊ុតលទ្ធផលនៅ2ទៅ3ថ្ងៃខាងក្រោយទៀតបាទអរគុណ